ពោះក្រាយវាគឺជាស្ដេចពស់សំបីជញ្ជាំងប្រាសាទក៏ចរិតរូបវាដែរបើវាចឹកហើយវាតាមទៅរកមើលមនុស្សដែលវាបានចឹកដល់ផ្ទះថាស្លាប់ហើយឬនៅសំបីតែពស់ថ្លាន់ទម្ងន់100គីឡូក៏វាចឹកងាប់ដែរវាមានពឹសសាហាវណាស់ប៉ុន្តែវាមិនងាយចឹកទេទាល់តែយើងរំខានវាមុនទើបបានវាចឹកយើងហើយពេលដែលវាចឹកម្ដងពឹសរបស់វាច្រើនជាងពឹសរបស់វែកក្របីទៅទៀតចំណែកឯពស់វែកដំបូកវិញពស់វែកដំបូកជាពស់ដែលមានពិសខ្លាំងជាងពស់វែកក្របីនិងពស់វែករនាមដូចជាពាក្យចាស់ពោលថាពស់វែកដំបូកមួយស្រែពស់វែកស្រងែមួយភៀមពស់វែករនាមប៉ក់ភ្លើងពស់នេះមិនសូវមានទំហំធំពេកទេនិងមិនសូវវែងពេកនោះទេពស់ប្រភេទនេះភាគច្រើនមាននៅតាមដំបូកព្រៃក្បែរផ្ទះក្នុងស្រុកតែម្ដងចំណែកឯពស់វែកក្របីវិញពស់វែកក្របីជាពស់មួយប្រភេទដែលមានពឹសខ្លាំងដែរមានសម្បុរខ្មៅនិងបើកក្បាលទៅមានស្នូកនៅក្រោមវែករបស់វាពស់នេះសំឡេងស្រែករបស់វាស្រដៀងទៅនឹងសំឡេងមាន់ព្រៃអីចឹងអាចថាដូចគ្នាតែម្ដងពស់ប្រភេទនេះភាគច្រើនមាននៅក្នុងព្រៃចំណែកឯពស់ស្រកាចាស់វិញពស់ស្រកាចាស់ជាពស់មួយប្រភេទដែលមានពឹសជាងពស់ទូទៅប៉ុន្តែវាមិនសូវចឹកពេលថ្ងៃទេលើកលែងតែដើរជន់វាពស់នេះខំមានដឹងពេលថ្ងៃមានក្លិនសាយភាយចេញពីខ្លួនរបស់វាដូច្នេះអ្នកដែលមានច្រមុះល្អអាចដឹងក្លិនរបស់វាបានជាប់ផងដែរពស់នេះសម្បូរនៅខេត្តបាត់ដំបងពោធិ៍សាត់សៀមរាបនិងខេត្តកំពង់ធំហើយខែរែងវានឹងចេញតាមជំរំស្រូវនិងកំពកដីដេកចំណែកឯពស់វែករនាមវិញពស់វែករនាមជាសត្វដែលមានពឹសសាហាវជាងគេពស់វែករនាមរស់នៅក្នុងព្រៃវាលស្រែនិងទំនាបនៃប្រទេសឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍វាជាប្រភេទពស់ដ៏មានគ្រោះថ្នាក់ហើយអាចមានប្រវែងដល់6ម៉ែត្រនៅពេលវាគិតថាមានគ្រោះថ្នាក់វាងើបក្បាលងើបឡើងខ្ពស់ផុតពីដីរហូតដល់ 1.5 ម៉ែត្ររួចជើងស្បែកឲ្យរីកធំគេថាពស់ដកពៀចំណែកឯពស់ហនុមានវិញពស់ហនុមានជាពស់ដែលមានសម្បុរពណ៌ខៀវប្រវែងវែងល្មមវាភាគច្រើនរស់តាមដើមឈើស្មៅឈើដែលមានពណ៌បៃតងពស់នេះមានពិសខ្លាំងគួរសមដែរវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សដែរបើសិនជាពុកម៉ែបងប្អូនបានជួបប្រភេទសត្វពស់ទាំងនេះសូមកុំព្យាយាមនៅជិតវាអី